បាទសួស្តីវីដេអូនេះខ្ញុំមកណែនាំកម្មវិធី download manager មួយដែលវាមានឈ្មោះថា net download manager បាទអញ្ចឹងកម្មវិធីហ្នឹងគឺវាស្តេញជាមួយនឹង IDM ឬក៏ AB download manager ដែរទេគឺជាកម្មថាគេហៅថាកម្មវិធីមេសម្រាប់ download ចឹងសម្រាប់ទាញយកប៉ុន្តែអា net download manager នេះគឺជាប្រភេទកម្មវិធីដែលភាគច្រើនយើងវាតម្រូវចិត្តយើងបានច្រើនទាំងកម្លាំងម៉ាស៊ីនទាំងការប្រើប្រាស់អីចឹងទៅអញ្ចឹងតោះអញ្ចឹងមុននឹងយើងទៅធ្វើការ download នឹងតឡើងវាគឺយើងមកស្គាល់អំពី net download manager នឹងសិនបាទអញ្ចឹង net download manager ហ្នឹងគឺជាកម្មវិធីសម្រាប់ download ឬក៏យើងស្គាល់ថាជាក្បាល download អញ្ចឹងណាអញ្ចឹងហេតុអ្វីដែលយើងត្រូវប្រើវានេះបាទគឺជាអ្វីដែលខ្ញុំបានស្រង់មកទីមួយគឺវាមានល្បឿនលឿនបាទហៅថា speed automation ហ្នឹងគឺវាប្រើនៅបច្ចេកវិទ្យា dynamic segmentation algorithm ដែលបច្ចេកវិទ្យាហ្នឹងគឺវាផ្ដល់មានន័យថាផ្ដល់ទិន្នន័យមកកាន់កុំព្យូទ័រយើងតាមរយៈ net download manager ហ្នឹងគឺគ្រប់ច្រកទាំងអស់នៅក្នុង server ដែលគេផ្ដល់ឲ្យហ្នឹងគឺវាអាចទាញយកបានគ្រប់ច្រកអញ្ចឹងវាធ្វើឲ្យលឿនមានភាពលឿនអញ្ចឹងបាទមួយទៀតគឺវាអត់គិតថ្លៃបាទអញ្ចឹងយើងមិនចាំបាច់ត្រូវការបង់នៅ license អីទេបាទហើយចំណុចបន្ទាប់នោះគឺវាគ្មានផ្ទាំងពាណិជ្ជកម្មភាគច្រើនកម្មវិធីដែលអត់មានឲ្យយើងបង់ជា license អញ្ចឹងភាគច្រើនមានពាណិជ្ជកម្មណាប៉ុន្តែនេះអត់មានទេអ្នក download manager ហ្នឹងគឺយើងអាចប្រើបានស្រួលមួយទៀតគឺស្រាលនេះកន្លែងនេះមានន័យថាវាអត់ស៊ីកម្លាំងម៉ាស៊ីនកុំព្យូទ័រយើងខ្លាំងបាទដោយសារតែកម្មវិធីវាតូចទេបើយើងទាញមកគឺប្រហែលជា2 MB ទេបាទអញ្ចឹងហើយ CPU អីក៏វាមិនសូវស៊ីខ្លាំង RAM អីក៏អត់ស៊ីខ្លាំងដែរមួយទៀតគឺ extension ហ្នឹងគឺវាមានច្រើនមានន័យថាវា support ច្រើនជាមួយនឹង Google Chrome ឬក៏ Firefox Microsoft Edge Opera អីគឺវា support ហើយបាទ support ច្រើនអាហ្នឹងយើងអាចទាញយកវីដេអូបានពី Facebook ក៏បានពី website ផ្សេងក៏បាននិយាយទៅគឺបានច្រើនបាទដូចកម្មវិធីក្បាល download ខ្លះយើងអាចទាញបានតែលើ YouTube លើអីអញ្ចឹងអាផ្សេងទៀតវាទាញអត់បានអញ្ចឹងតែនេះគឺយើងអាចទាញបានច្រើនបាទច្រើនផ្លូវហើយមួយទៀតគឺវា support បាទ support ទាំង Windows និង Mac OS អញ្ចឹងទៅអញ្ចឹងអ្នកណាក៏អាចតឡើងបានដែរមិនថាអ្នកប្រើ Mac ឬក៏ Windows ទេបាទអញ្ចឹងតោះយើងចូលទៅតឡើងទាំងអស់គ្នាបាទដំបូងបងប្អូនចូល download សិនមកបាទដើម្បីចូល download បានយើងចូល Google Chrome មកយើងវាយ net download manager មកបាទនេះខ្ញុំវាយហើយនេះអញ្ចឹងយើង enter ទៅតើមក link នៅខាងលើគេនេះបាទnet download manager នេះយើងចុចលើវាមកបាទអញ្ចឹងខ្ញុំប្រើ Windows ខ្ញុំទាញសម្រាប់ Windows អ្នកប្រើ Mac ទាញសម្រាប់ Mac អញ្ចឹងទៅបាទអញ្ចឹងខ្ញុំចុចលើ Windows នេះបាទចុចពាក្យលើពាក្យ download មកអញ្ចឹងវានឹងទាញ download យើងហើយបាទអញ្ចឹងយើងចូលទៅធ្វើការតឡើងទៅបន្ទាប់ពីពេញហើយបាទចុចលើវាតឡើងមកបន្ទាប់មកចុច yes ទៅបាទនេះខ្ញុំដាក់នៅក្នុង drive C បាទខ្ញុំ create shortcut មកចុច install ទៅបាទអញ្ចឹងយើងធ្វើការបិទនៅ Google Chrome យើងសិនហើយយើងឡាញនៅនេះបាទ net download manager របស់យើងគឺវាស្តេញជាមួយនឹង IDM ទេបាទផ្ទាំងវាប៉ុន្តែវាអត់សូវមានមេនុយច្រើនទេអត់ញ៉ៃអញ្ចឹងណាប៉ុន្តែអាកន្លែងជាចំណុចខ្វះខាតមួយដែរដោយសារវាអត់ញ៉ៃវាតិចអញ្ចឹងមុខងារវាក៏តិចដែរបាទអញ្ចឹងយើងទោះពីដល់ហើយយើងចូលមក browser នេះបាទមាន Google Chrome នេះដែលរបស់ខ្ញុំ support ដោយសារតែខ្ញុំតឡើងទៅ Chrome បាទនេះមាន Firefox គឺវា load Firefox អញ្ចឹងទៅបាទចុចលើហ្នឹងមកបាទទោះមកយើងចុច add extension នេះមកបាទអញ្ចឹងវានឹងនាំយើងទៅកាន់ extension របស់ Chrome ហើយបាទបន្ទាប់មកយើងចុចនេះបាទចុច add extension នេះមកបាទបន្ទាប់មកទៀតនេះយើងចុច add extension ទៅបាទអញ្ចឹងរងចាំបន្តិចបាទអញ្ចឹងគឺវាជោគជ័យហើយអញ្ចឹងអ្នកទាំងអស់គ្នាអាចសាកល្បងធ្វើការ download បាទអញ្ចឹងនេះជា speed download វាគឺអាចload ដល់2 10មេនេះបើសិនជាយើង down តាម IDM អីវាត្រឹម4មេទេ4មេឬក៏3មេនេះបើតាមខ្ញុំតេស្តអ៊ីនធឺណិតផ្ទះខ្ញុំបាទអញ្ចឹង speed នេះគឺ10មេជាងអញ្ចឹងលឿនបាទខ្ញុំតេស្ត download GTA San 3G
បាទយើងទាញពី upload heaven នេះបើសិនជាយើងមានកញ្ចប់ pro នេះបាទលឿនណាស់តែនេះខ្ញុំអត់មានទេអញ្ចឹងយើងប្រើ free នេះគឺយឺតប៉ុន្តែនេះជាក់ស្ដែងខ្ញុំ download តាមកម្មវិធីផ្សេងវាអត់ដល់1មេអញ្ចឹងខ្ញុំតេស្តជាមួយនឹងnet download manager នេះបាទអញ្ចឹងវាអាចបានបាទ speed វាជាឡើងហើយបាទនេះជា speed ទៅបើសិនខ្ញុំ down តាមក្បាល download ផ្សេងវាបានត្រឹម100គីឡូអីទេបាទអញ្ចឹងនេះវាអាចឡើងចុះបាន3 400គ្រាន់បើបាទនេះបើសិនយើង download heaven បើយើងទិញកញ្ចប់ pro គឺវាល្អវាដើរលឿនបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថាវាយកទៅប្រើប្រាស់គឺអាចប្រើបានដោយជោគជ័យបាទអរគុណច្រើន